បាទជំរាបសួរគ្រូនេះគឺជាបច្ចេករបស់ខ្ញុំដែលធ្វើតទៅនឹង e-commerce ជាមួយនឹង PHP code អញ្ចឹងនេះគឺជា front end របស់ខ្ញុំហើយនេះគឺជា admin page back end របស់ខ្ញុំអញ្ចឹងខ្ញុំ log in ចូលទៅនឹង admin page របស់ខ្ញុំមាន dashboard បដា category slide collection discount order ហើយ setting មាន logo special offer មាន link about us manage contact និង footer ហើយទៅនឹងហើយមាន user មួយទៀតទៅតាម dashboard របស់ខ្ញុំបង្ហាញពីតម្លៃ sale ទៅតាម user ដែលគាត់បានបង្កើតហើយនឹងការ order ប្រដាប់របស់ខ្ញុំអាចប្រដាប់ time ហើយនឹង edit ហើយនឹង delete ទៅតាម category ក៏ខ្ញុំអាច add category time ហើយខ្ញុំអាច edit category delete category ចោលហើយនឹង slide របស់ខ្ញុំគឺខ្ញុំអាច add new បានហើយ edit បានដូចគ្នាទៅតាម collection ក៏ដូចគ្នាខ្ញុំអាច add ថ្មីបានហើយនឹងលុបទៅតាម discount ខ្ញុំអាច edit discount បាន100ឬក៏អីបន្ថែមទៅតាម order ពេលគេ order មកវានឹង sell data ចូលក្នុងនេះទៅតាម setting ខ្ញុំមាន logo logo យើងអាច update logo special offer យើងអាច update តម្លៃនេះបានហើយ social link នេះមានថាបណ្ដាញសង្គមរបស់ខ្ញុំខ្ញុំអាច edit បានហើយទៅតាម about us ខ្ញុំអាច add បន្ថែមបានទៀតទៅតាម manage contact ក៏ខ្ញុំអាច update បាន about us manage contact ហើយនឹង footer គ្រូ footer ក៏ខ្ញុំអាច edit ហើយនឹង add បន្ថែមបានដែរហើយនឹងចុងក្រោយ user នេះគឺខ្ញុំអាចមានសិទ្ធិលុបហើយនឹង edit ទៅណីគាត់បានហើយទៅនឹង front end ខ្ញុំមាន logo ដែលខ្ញុំបាន add ពី back end មកគឺវាមានតាមផ្នែករបស់វាហើយនេះគឺខ្ញុំត្រូវការបង្កើត account មួយដើម្បីបង្កើតថ្មីឬការដាក់នេះទៅតាមពេលដែលគាត់បង្កើត account ហើយគាត់អាច login បានហើយគាត់អាចមក edit របស់គាត់បានហើយនេះទៅតាមនឹងកន្លែង home របស់ខ្ញុំទៅតាមនឹង user ចាំពេលដែលគាត់បង្កើតថ្មីវានឹង load មកកន្លែងនេះ update ហើយទៅតាម header របស់ខ្ញុំមាន home មាន main មាន women categories បង្ហាញទាំងពីរដែរហើយទៅតាមនឹង about us ក្នុង page នេះមាន shop មាន card ហើយនឹង shop ខាងក្រៅហើយនឹង sale អញ្ចឹងខ្ញុំធ្វើការadd ប្រដាប់នេះគឺអ្វីប្រាំខ្ញុំបាន add អញ្ចឹងខ្ញុំធ្វើការពិសេស check out ហើយយើងត្រូវការដាក់ទីតាំងឥឡូវនេះការ pay របស់គាត់បានជោគជ័យលោកគ្រូអញ្ចឹងយើងអាចមកឆាយមើលកន្លែង order នេះគាត់មានឈ្មោះសំណាងនេះមិនដែលគាត់បាន order អញ្ចឹងចំពោះអតិថិជនគាត់អាចមើលការ order នឹងបានហើយឥឡូវនេះបច្ចុប្បន្នវាកំពុង pending ចុងធំបើសិនជាយើង admin page យើងមក update វាយើងដាក់ ship page អញ្ចឹងយើងអាចចុច update មកចឹង user គាត់ឃើញពាក្យនឹងដូចគ្នាបើសិនបើយើងលុបការ order របស់គាត់ចឹង order របស់គាត់នឹងត្រូវលុបចោលដូចគ្នាចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងលោកគ្រូតើតើនឹង e-commerce PHP code អរគុណលោកគ្រូជម្រាបលា